ក្នុងរយៈពេល24ម៉ោងកន្លងទៅនេះភាពទឹកវោដែលមិនអាចគ្រប់គ្រងបាននឹងកំពុងកើតឡើងហើយដោយប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសចូលរួមប្រតិបត្តិការយោធារួមជាមួយសហរដ្ឋអាមេរិកដើម្បីវាយបកទៅលើអ៊ីរ៉ង់វិញតែមានរឿងប្លែកបន្តិចពីពេញពិភពលោកមានតែចិននិងរុស្ស៊ីទេដែលហ៊ានថ្កោលទៅសហរដ្ឋអាមេរិកចំណែកឯបណ្ដាប្រទេសផ្សេងទៀតគឺគ្រប់គ្រងប្រតិបត្តិការតោកំណាញ់របស់លោកត្រាំដាស់ទៅមើលលំដាប់ព្រឹត្តិការណ៍ដ៏គួរឲ្យព្រឺព្រួយបន្តិចសិនពលរដ្ឋអ៊ីរ៉ង់ដែលកំពុងនិរទេសខ្លួននៅឯក្រៅស្រុករាប់ចាប់ពីទីក្រុង Los Angeles ដល់រហូតដល់ Vancouver បានចេញមកតាមដងផ្លូវទាំងក្តីរំភើបបន្ទាប់ពីដំណឹងមរណភាពរបស់មេដឹកនាំកម្ពុជាអ៊ីរ៉ង់លោកអាយ៉ាតូឡាអាលីខាម៉ានីត្រូវបានប្រកាសដោយលោកប្រធានាធិបតីដូណាល់ត្រាំនៅទីអ៊ីស្រាអែលនៅថ្ងៃទី28កុម្ភៈពួកគេបានប្រប្រែងប្រវិទជនជាតិអ៊ីរ៉ង់ចំនួនមុនឆ្នាំ1979និងបានលើកប្រកាសអគុណដល់លោកនេតាញ៉ាហ៊ូចំពោះការបញ្ចប់របបដែលពួកគេហៅថារបបឈាមនឹងផ្នែករីសម្រាប់ពួកគេនេះគឺជាពន្លឺនៃក្តីសង្ឃឹមថ្មីសម្រាប់ការផ្លាស់ប្ដូររបបដឹកនាំនៅទីក្រុងតេហេរ៉ង់បន្ទាប់ពីការបង្ក្រាបបាតកម្មយ៉ាងខ្លាំងក្លានេះពីកន្លងមកនេះតាមការដកស្រង់ចេញពី New York Post ដែលបានចុះផ្សាយនៅថ្ងៃទី28កុម្ភៈភ្លាមបន្ទាប់មកប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបញ្ជាក់នៅព្រឹកថ្ងៃអាទិត្យទី1មីនាថាលោកអាយ៉ាតូឡាអាលីខាម៉ានីត្រូវបានសម្លាប់ក្នុងការយកពីរូបអ៊ីស្រាអែលដែលបានវាយប្រហារចំពីមានរបស់លោកនៅក្នុងទីក្រុងតេហេរ៉ង់ក្រោយមកទីរដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសឈប់សម្រាកជាសាធារណៈចំនួន2ថ្ងៃនិងការប្រកាសទូទាំងតែ40ថ្ងៃចំពោះការបាត់បង់មេដឹកនាំដែលបានកាន់អំណាចអស់រយៈពេលជាង3ទសវត្សរ៍រូបនេះក្រោយដំណឹងនេះលេចលឺចេញទៅលោកប្រធានាធិបតីដូណាល់ត្រាំបានបង្កប់សារយ៉ាងខ្លាំងទៅទៅលើបណ្ដាញសង្គម Truth Social ថាលោកអាលីខាម៉ានីដែលជាមនុស្សអាក្រក់បំផុតអ្នកក្នុងប្រវត្តិសាស្ត្របានស្លាប់ហើយលោកថែមទាំងប្រាជ្ញាថាការដែលចង់ទៅដាក់នឹងត្រូវបន្តពេញមួយសប្តាហ៍ឬយូរតាមតែចាំបាច់ប្រតិបត្តិការតបបំណែកនេះបានរីករាលដាលកាន់តែខ្លាំងរហូតដល់ប្រទេសអារ៉ាប៊ីសាអូឌីតនិងសម្ព័ន្ធមិត្តអារ៉ាប់សម្រាប់ចូលរួមសង្គ្រាមជាមួយអាមេរិកជុំតាមគេហទំព័រ PC Media ដែលបានចុះផ្សាយនៅថ្ងៃទី28កុម្ភៈបានលម្អិតថាស្ថានភាពកាន់តែវិវត្តទៅរកភាពធ្ងន់ធ្ងរនៅពេលដែលអ៊ីរ៉ង់បានបាញ់មីស៊ីសងសឹកចូលទៅក្នុងទឹកដីបណ្ដាប្រទេសអារ៉ាប់ជាច្រើនទង្វើនេះបានក្លាយជាកំហុសយុទ្ធសាស្ត្រដ៏ធំបំផុតរបស់អ៊ីរ៉ង់ព្រោះវាបានធ្វើឲ្យអារ៉ាប៊ីសាអូឌីតដែលការពីមុនធ្លាប់បដិសេធមិនឲ្យអាមេរិកប្រើមូលដ្ឋានបែរជាប្រកាសចូលរួមក្នុងប្រតិបត្តិការយោធាជាមួយអាមេរិកដើម្បីវាយបកទៅលើអ៊ីរ៉ង់វិញការសម្រេចចិត្តនេះបានធ្វើឲ្យអ៊ីរ៉ង់បានធ្លាក់ចូលទៅក្នុងស្ថានភាពជុំទិសពីសំណាក់សម្ព័ន្ធមិត្តអារ៉ាប់អាមេរិកអ៊ីស្រាអែលដែលមានបំណងផ្ដាច់ដង្ហើមរបបតេហេរ៉ង់ឲ្យរៀបដល់ដីមិនត្រឹមតែប៉ុណ្ណោះប្រទេសអេស៊ីបតាមរយៈក្រសួងការប្រទេសនៅថ្ងៃទី28កុម្ភៈរដ្ឋាភិបាលទីក្រុងកៃរ៉ូបានបញ្ជាក់យ៉ាងច្បាស់ថាការដែលអ៊ីរ៉ង់កំណត់គោលដៅវាយប្រហារលើប្រទេសកាតាអារ៉ាប់រួមគួយវ៉ែនបណ្ដាលសក្តិនេះគឺជាការបំពេញច្បាប់អន្តរជាតិរបស់កម្ពុជាភាពអារ៉ាប់តែមិនអាចទទួលយកបានឡើយលោកអាប់ដេហ្វាតាអាស៊ីស៊ីបានសង្កត់ធ្ងន់ថាការវាយប្រហារទៅលើប្រទេសជិតខាងអារ៉ាប់នេះនឹងបំផ្លាញស្ថិរភាពនៅក្នុងតំបន់ទាំងសងហើយអាចធ្វើឲ្យតំបន់មជ្ឈមណ្ឌលទាំងមូលល្អធ្លាក់ចូលទៅក្នុងសង្គ្រាមរ៉ាប់រ៉ៃតែគ្មានអ្នកណាអាចទប់ស្កាត់បានឡើយក្នុងប្រតិបត្តិការអស់កំណាចនេះបានរុញច្រានឲ្យមានសោកនាដកម្មដែលពិភពលោកមិនចង់ឃើញក៏បានកើតឡើងហើយនៅពេលដែលក្រុមមីស៊ីមួយក្រុមបានធ្លាក់ចុះសាលារៀនបឋមមួយកន្លែងនៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់យោងតាមរបាយការណ៍បឋមពីសារព័ត៌មានការងារដែលបានចុះផ្សាយនៅថ្ងៃទី1មីនាបានបង្ហាញថាការផ្ទុះនេះបានកើតឡើងចំពេលដែលសិស្សនិស្សិតកំពុងតែស្ថិតនៅក្នុងសាលារៀនតែម្ដងដែលបណ្ដាលឲ្យមានកុមារស្លាប់ដល់ជាច្រើនអ្នកបានបន្តជីវិតខ្លួនរៀននឹងជាច្រើនអ្នកទៀតត្រូវរត់ខ្លួនធ្ងររូបភាពនៃសៀវភៅនិងការបូកស្ពាយដែលជុំជាប់ដោយឈាមនៅក្នុងគំនរបាក់បែកបានខ្លាចជាផ្ទាំងទស្សនីយភាពដ៏ខ្លោចផ្សាបំផុតនៃសង្គ្រាមនាថ្ងៃសៅរ៍នេះបន្ទាប់ពីមានហេតុការណ៍នេះ